បាននេះគឺជាសកម្មភាពក្រុមការងារកំពុងតែធ្វើការផ្សារស្ពាន់ខ្សែដីដោយប្រើរំសេវដុតលាយជាមួយនឹងសាច់ស្ពាន់តែមួយដោយដំបូងយើងមានឆ្នាំងដីនេះឆ្នាំងដីបាទហើយយើងបិទរុនណាដែលវាអាចធ្វើឲ្យរំសេវលិចទៅខោមអញ្ចឹងយើងយកដីឥដ្ឋបិទក៏បានឬយើងមានរបស់ឲ្យបិទផ្សេងទៀតក៏បានដែរតែពេលច្រើនយើងបិទដីឥដ្ឋដោយសារកន្លែងហ្នឹងវាដីសាមត្រាំបាទបន្ទាប់ពីយើងបិទរួចរាល់ហើយអស់យើងយករំសេវបាទរំសេវចាក់នៅក្នុងឆ្នាំងដីហ្នឹងចាក់នៅក្នុងឆ្នាំងដីរួចហើយយើងបិទវាហើយយើងមានមេរំសេវទៀតយើងចាក់វាពីលើមាត់ឆ្នាំងទៅហើយយើងអាចយកឧបករណ៍ដូចកេះឬក៏ក្បាលហ្គាសឬក៏ឧបករណ៍ផ្សេងទៀតដែលយើងអាចធ្វើឲ្យវាឆេះបានតើសកម្មភាពយ៉ាងណាទៅទៀតបងប្អូនទស្សនាដូចបងប្អូនចង់ដឹងថារបៀបធ្វើយ៉ាងណានោះសូមទស្សនាវីដេអូនេះទាំងអស់គ្នាបាទសូមអរគុណĐược đặt cái này được kèn bánh trâu xem Đấy, hô rồi. Rồi cái nào đã trâu con tôi đã lươn luôn.